បាទសម្លមួយឆ្នាំងនេះគឺបើគិតទៅ10000 រៀលតែដាក់បេះបោចអត់បានទិញគេទាំងអស់ទេទិញតែត្រីហើយត្រីខ្ញុំប្រាប់ត្រីចាបព្រោះអត់មានត្រីក្រាញ់បើស្ងោរស្លជាមួយត្រីក្រាញ់គឺឆ្ងាញ់ណាបាទស្លហ្នឹងបងប្អូនមើលមកតើស្លអីដែរបាទអញ្ចឹងមុននឹងបាំស្លមួយចានមួយឆ្នាំងហ្នឹងគឺដាក់បេះបោចខ្ទេចខ្ទីអស់ហើយគ្មានសល់ទេបាទហើយស្លហ្នឹងត្រូវការអីខ្លះបងប្អូនមើលបងប្អូនគ្នាបាទដំបូងគឺទៅកន្លែងដើមននោងបាទដើម្បីទៅបេះផ្លែននោងបាទននោងនោះគឺខ្ចីល្អបាទដែលបានដាំអញ្ចឹងដល់វគ្គដែលយើងត្រូវបេះគឺយកមកញ៉ាំហើយននោងនោះខ្ចីល្អណាស់បាទហើយបន្ទាប់មកទៀតគឺទៅបេះជីស្លឹកវែងខ្លះគេថាជីស្លឹកវែងខាងខ្លះគេថាជីរណាបាទពួកស្លហ្នឹងគឺត្រូវការជីរណាអញ្ចឹងយើងបានននោងហើយយើងទៅបេះជីរណានៅក្បែរហ្នឹងហើយបងប្អូនបាទនឹងគឺជាហៅថាពេលខ្លះទិញបានតែពេលខ្លះទិញអត់បានទេដោយសារយើងត្រូវការភ្លាមទៅយើងអត់បានទៅបន្តិចទៅបេះស្លឹកគ្រៃទៅកាត់គល់ស្លឹកគ្រៃបងប្អូនសម្លហ្នឹងគឺត្រូវការគល់ស្លឹកគ្រៃអញ្ចឹងគល់ស្លឹកគ្រៃគឺដាំជាជួរលបងហើយទៅហើយយើងអាចងាយស្រួលក្នុងការបេះអញ្ចឹងបន្តមកទៀតមកយើងទៅរកខ្ញីបាទដូចខ្ញីនេះគឺជាខ្ញីគេហៅខ្ញីខ្មែរណាខ្ញីខ្មែរឈ្ងុយហឹលអញ្ចឹងយកខ្ញីហ្នឹងគឺត្រូវយកទាំងចោះយកទាំងស្លាក់បងប្អូនដោយសារមើមរបស់វាមានរសជាតិមានក្លិនឈ្ងុយផ្សេងហើយស្លឹករបស់វាហ្នឹងមានក្លិនឈ្ងុយផ្សេងអញ្ចឹងដាក់ទាំងអស់ទៅធ្វើបន្លែបដ ாய் ណាបាទកាលមុនខ្ញុំតែងតែបានត្រីក្រាញ់ទៅដាក់មងដាក់បកាយបានត្រីក្រាញ់ម៉ែស្លឲ្យហូបចឹងហើយឲ្យតែម៉ែស្លហូបអីគឺខ្ញុំរៀនធ្វើហ្នឹងចេះធ្វើហ្នឹងហើយបងប្អូនអញ្ចឹងអ្វីដែលយើងបានជួបបានធ្លាប់ហូបគឺយើងដឹងយើងសម័យឃើញហើយសម័យហ្នឹងគឺអត់ពិបាកយ៉ាប់ទេបងប្អូនពីព្រោះកាលមុនគឺខ្ញុំជំនាញឲ្យខាងដាក់បកាយហើយពេលដែលខែទឹកឡើងឬទឹកស្រកអីហ្នឹងគឺបានត្រីក្រាញ់ធំហើយបើមងវិញដាក់5ហ៊ុនសឹងប៉ិនបាត់ដៃហើយអញ្ចឹងម៉ែគាត់ស្លប្រភេទគេហៅនៅស្លននោងខ្ញីស្លខ្ញីណាស្ងោខ្ញីជួនកាលយើងអាចស្ងោអត់ដាក់បន្លែអីក៏បានដែរបាទហើយយើងហត់យើងហូបទៅតែនេះគឺយើងដាក់ននោងបាទដើម្បីបានហៅថាបន្លែហូបបាទព្រោះបន្លែននោងនេះគឺរសជាតិផ្អែមឆ្ងាញ់ហើយវាជំនួយដល់សុខភាពខ្លាំងមែនទែនអញ្ចឹងខ្ញុំចូលចិត្តគ្រប់បន្លែទាំងអស់បាទអញ្ចឹងមានអីទេហាន់ស្លឹកវាតែម្ដងទៅស្លឹកក៏យើងហាន់ហើយចុះវាក៏យើងហាន់បាទហើយពេលដែលហូបទៅគឺស្លឹកក៏ហូបចុះក៏ហូបដែរអញ្ចឹងពេលដែលតឹងចំោះអីមុំគ្រុនប្រាស្រ័យអីគឺសម្លមួយចានហ្នឹងអាចជួយយើងបានបាទអញ្ចឹងយើងលាងស្លឹកជីស្លឹកអីទៅហើយហាន់ទុកសម្រាប់ដាក់នៅពេលក្រោយណាឲ្យឈ្ងុយបាទអញ្ចឹងរឿងគ្រឿងទេសនេះគឺយើងត្រូវសម័យទុកបាទសម្លខ្លះត្រូវនឹងជីនេះសម្លខ្លះត្រូវនឹងជីនោះអញ្ចឹងទៅអញ្ចឹងជាពិសេសគឺជីត្រូវតែមាននៅជុំវិញផ្ទះនៅក្នុងករណីយើងភ្លៀងឬក៏យើងមានតែសាច់តែអត់មានពពួកគ្រឿងទេសទាំងអស់ហ្នឹងគឺពិបាកណាស់បងប្អូនបាទពិបាកមែនទែនជួនកាល100 ជួនកាលពី3 4 500តែពិបាករោពេលខ្លះទៅតូបនេះអត់ទៅតូបនោះអត់បាទដូចជាមកអមជាដើមខ្ញុំធ្លាប់បត់ពិសោធន៍ហើយអញ្ចឹងស្លម្ជូរត្រូវដាក់មកអមដល់ពេលទៅរោមកអមតូបអ្នកដាក់លក់ក៏អត់អ្នកទៅដល់តូបហ្នឹងក៏អត់តែឃើញថាអូលំបាកមែនទែនអញ្ចឹងគួរតែដាំមកកុំពីរកុំអីនៅគៀនផ្ទះទៅវាស្រួលបាទបងប្អូនហ្នឹងហើយទឹកពុះហើយយើងដាក់ត្រីទៅឲ្យយើងដាក់
គ្រឿងទៅមានបែលម្សៅស៊ុបស្ករប៊ីចេងទឹកត្រីអីចឹងទៅមានអីពពួកស្ងោរហ្នឹងអស់ហើយត្រីទីឡាប់ឆាក៏ពិតទៅទីឡាប់ឆាហ្នឹងក៏វាមានរសជាតិឈ្ងុយឆ្ងាញ់ដែរហ្នឹងហើយអញ្ចឹងពុកឲ្យដាក់គ្រឿងទៅហើយដាក់គ្រឿងក្រោយក៏បានដាក់គ្រឿងមុនក៏បានដែរដាក់មុនក៏ល្អដែរឲ្យវាចូលជាតិអញ្ចឹងណានិយាយទៅយើងធ្វើបដាយើងចិត្តបន្លែបដាពួកយើងមិនបានថាយើងធ្វើអាណាមុនដើម្បីងាយស្រួលហើយសល់ពេកយើងចែកហ្នឹងទៅតាមជាក់ស្ដែងប៉ុន្តែនោងយើងដាក់តែមកពុះហ្នឹងគឺល្មមហើយបាទហូបឆ្ងាញ់ហើយពេលខ្លះនៅនោងហ្នឹងគ្រាន់តែស្ងោរតែទឹកដាក់តែអំបិលល្ហែមបងតែខ្ទឹមចូលទៅក៏អេមបាត់ទៅហើយបាទគឺអាចពិសាហូបហត់ដើម្បីជួយទៅដល់សុខភាពទៀតបាទអញ្ចឹងរឿងនេះគឺត្រូវតែសិក្សាស្វែងយល់អំពីផលប្រយោជន៍និងអត្ថប្រយោជន៍ហើយនៅហ្នឹងគឺបាទសឹងតែធម្មជាតិតែមិនមែនធម្មជាតិឲ្យទៅអស់ 100% ទេក៏យើងប្រើជីគីមីខ្លះដើម្បីដាក់តែភាគច្រើនគឺជីធម្មជាតិបាទអញ្ចឹងឥឡូវសម្លឆ្អិនហើយបងប្អូនឥឡូវយើងកុំទុកយូរដួសហើយញ៉ាំបណ្ដោយទៅក្តៅណាបាទអញ្ចឹងបងប្អូនពេលខ្លះរឿងម្ហូបគឺយើងត្រូវតែសម័យជួនកាលយើងអញ្ចឹងមិនម៉ែតែនិយាយថាចង់ហូបអីហើយរត់នឹកឃើញហើយតែកាប់ពិតអារម្មណ៍ខ្លួនឯងចង់ហូបអីហូបនឹងពេលខ្លះអត់ដឹងថាហូបអីទេទោះទៅកន្លែងនេះលក់មិនឃើញដឹងតែចង់ហូបអីបាទអញ្ចឹងអរគុណបងប្អូនបាទធ្វើវីដេអូកំសាន្តហើយ